ជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីថ្ងៃនេះខ្ញុំចង់និយាយអំពីបញ្ហាអំពើហិង្សាកើតឡើងទៅលើអាយដាមកុងសុភាហើយនិងអាយដាមញយចម្រើនពេលខ្ញុំឃើញទង្វើអញ្ចឹងកើតឡើងខ្ញុំវាហោះថ្លែងថោកទាបចុយតម្រាយមែនតាមកប្រើអំពើហិង្សាមកលើគេអញ្ចឹងនេះខ្ញុំមិនដឹងតែក្រុមណាទេខ្ញុំនិយាយតែក្រុមខលខូចដែលមកធ្វើអំពើហិង្សាមកលើរូបអាដាមពីររូបហ្នឹងបាទថោកទាបម៉េះហ៎ចង់ដើរនយោបាយដឹកនាំយ៉ាងម៉េចក៏ដោយសុំតែម្យ៉ាងវាយគ្នាហ្នឹងកុំវាយគ្នាស្រឡាញ់ផ្កាប់មុខបាក់រៀងខ្លួនស្អប់បាក់នេះស្អប់បាក់នោះប្រកាន់បាក់តែមានយល់ថាក្រុមបាក់ទាំងអស់ហ្នឹងជនជាតិអីគេខ្មែរមែនហើយមិនក៏ជួយចិត្តតែយកចំណុចអំពើហិង្សាវាយគ្នាអញ្ចឹងសម័យគណៈបកសង្គ្រោះជាតិទៅធ្វើបាតកម្មក៏អញ្ចឹងមានអមនៅក្រុមប្រដាប់អាវុធ PM ប៉ូលីសប្រាំអំពើហិង្សាបាញ់ផ្ទុះគ្រាប់អាវុធសពបែបយ៉ាងវាយដំដបងសពបែបយ៉ាងហើយអាទង្វើហ្នឹងហើយយួនវាមើងងាយណាស់ប្រមាណចំនួនហើយយួនតាំងពីសម័យដូនតាខ្ញុំមិនតាន់កើតម្លេះយួននៅក្នុងទឹកដីប្រទេសកម្ពុជាវាចង់លេបទាំងវាក់ទាំងអស់ដល់ពេលវាឃើញទង្វើអញ្ចឹងដែលនយោបាយយើងដើរអញ្ចឹងនយោបាយដើរវាយគ្នាអញ្ចឹងវាធ្វើឲ្យវាមើងងាយថែមទៀតវាសប្បាយចិត្តណាស់យួនវាឃើញអញ្ចឹងណាហ្នឹងស្រឡាញ់បាក់រៀងខ្លួនឃើញមេបាក់គេមកវាយគេអញ្ចឹងមែនហ៎ខ្ញុំក៏មិនមែនទៅកាន់ជើងគណៈបកសង្គ្រោះជាតិបើសិនជាក្រុមគណៈបកសង្គ្រោះជាតិទៅវាយក្រុមគណៈបកប្រជាជនឬគណៈបកណាមួយក៏ខ្ញុំជេរដែរឲ្យតែទង្វើថោកទាបភាសាថាខ្មែរស្រឡាញ់ខ្មែរមិនមែនថាខ្ញុំមិនឲ្យខ្មែរឆ្លោះគ្នានោះទេរិះគន់គ្នាទៅបានធម្មតាគណៈបកតែងតែចង់បានប្រជាប្រិយភាពពីសំណាក់ពុកសំណាក់ប្រជាពលរដ្ឋរៀងខ្លួនអញ្ចឹងរិះគន់ទៅថាទៅតែកុំប្រាអំពើហិង្សាអំពើដ៏មហាសានថោកទាបនេះណាខ្ញុំមិនមែនអ្នកលេងនយោបាយទេប៉ុន្តែខ្ញុំនិយាយអ្វីដែលខ្ញុំមើលឃើញសួរថាមែនឬមិនមែនហើយបើត្រឹមតែរូបថតcủaខ្ញុំមិននិយាយខ្ញុំមិនដែលផុសវីដេអូឃ្លីបយកមកបកស្រាយដែរខ្ញុំឃើញវីដេអូដ៏សានថោកទាបឃ្លីបវីដេអូគឺជាផុសតាំងណាខ្ញុំនិយាយមួយម៉ាត់យួននេះវាសាហាវបំផុតដែលវាអាចមកគ្រប់គ្រងប្រទេសកម្ពុជាបានខួរក្បាលនយោបាយក្នុងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃគឺជាយួនខ្ញុំហ៊ាននិយាយពីព្រោះថាតាមពីសម័យដូនតាខ្ញុំមកម្លេះគាត់និយាយពីរឿងយួនឲ្យខ្ញុំស្ដាប់អញ្ចឹងហើយខ្ញុំក៏មិនមែនប្រកាន់ពូជសាសន៍ដែលថាយួនក៏មានល្អដែរយួនមិនមែនថាអត់ល្អទេប៉ុន្តែនិស័យសន្តានរបស់យួនពីដើមទីរហូតដល់សប្តាហ៍នេះគឺខ្ញុំឃើញវាអាទង្វើចង់បានមែនចូលមកដល់សួរអ្នកមាននៅក្នុងស្រុកខ្មែរបងប្អូនម្ចាស់ក្រុមហ៊ុនធំមានដូចជាចិនយួនគ្មានទេខ្មែរណាគេអាគារផុសដូចផ្សិតអាគារផុសធំគឺសិតតែចិនយួននឹងឯងអ្នកក្រគឺទៅបម្រើការងារពួកយួនអញ្ចឹងហើយបានកូនណាកលែកមកមើលអាទង្វើដល់មហាសានថោកទាបនេះកុំផ្កាប់មុខនឹងមេបាក់រៀងខ្លួនឲ្យមកធ្វើបាន5 អំពើហិង្សាទៅលើគេអ្នកដតីនោះគឺសិតតែជនជាតិខ្មែរទេធ្វើទៀតទៅចង់ធ្វើទៀតទៅធ្វើឲ្យងាប់ខ្មែរឲ្យលេខ្មែរទៅធ្វើទៅបាទខ្ញុំសូមអរគុណបាទសម័យខានថ្ងៃនេះគឺជាថ្ងៃទី26 ខែ 10គឺជាថ្ងៃខួបកំណើតរបស់កូនស្រីខ្ញុំពេលនេះខ្ញុំសូមនិយាយជូនពរទៅកូនស្រីខ្ញុំពីចម្ងាយពីប្រទេសគេសូមឲ្យកូនស្រីមានសុខភាពល្អថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់កូនប៉ាមានអីផ្ញើទៅកូនទេពីចម្ងាយប៉ាមានសម្លេងឲ្យកូនសុខភាពល្អឲ្យកូនជួបតែនឹងសំណាងល្អណាកូនស្រីប៉ាណាអូខេពុកម៉ែបងប្អូនសូមអរគុណសូមជម្រាបលាបាទ